បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំណែនាំពីការប្រើ Kubo Toolbox Kubo Toolbox គឺជាឧបករណ៍សម្រាប់ប្រមូលទិន្នន័យនៅពេលដែលយើងចុះសម្ភាសន៍យើងអាចរៀបចំធ្វើជាបញ្ជី questionnaire បញ្ជីសំណួរមានន័យថាយើងមានបញ្ជីសំណួររួចហើយជានៅក្នុងជា Word ឬក្នុងជា Excel ក្នុងកម្មវិធី Microsoft Word ឬក៏ Microsoft Excel យើងមានបញ្ជីសំណួររួចហើយប៉ុន្តែយើងអត់ចង់ប្រើกระดาษបើថាយើងអត់ចង់ print กระดาษទៅសម្ភាសន៍ទេយើងចង់ប្រើជាទូរស័ព្ទដើម្បីសម្ភាសន៍ហើយនឹងiPad ដើម្បីសម្ភាសន៍អញ្ចឹងយើងអាចប្រើ Kobo Toolbox នេះដែលជា software ដែលពេញនិយមនិងយើងអាចប្រើប្រាស់ដោយមិនអស់លុយទេបាទ free អញ្ចឹងយើងវាយនៅក្នុង Google បាននៅក្នុង Google យើងឆែកនៅក្នុង Google មកយើងវាយពាក្យថា Kobo Toolbox អញ្ចឹងយើង select នេះនៅក្នុង Kobo Toolbox នេះយើង select មកយើងដើម្បីប្រើបានយើងត្រូវតែចុះឈ្មោះបាទ register ចុះឈ្មោះយើង click get started បាទហើយយើងយក global Kobo Toolbox server នេះយើងយក create account នេះមកបាទ create account យើងបំពេញឈ្មោះបំពេញអីដាក់លេខសម្ងាត់បំពេញអស់ហើយយើងបង្កើត account យើងបញ្ជាក់ក្នុង email ដោយសារខ្ញុំបង្កើតរួចហើយយើងខ្ញុំ sign in តែម្ដងបាទខ្ញុំ sign in ហើយដោយសារខ្ញុំមានបង្កើតជាឈ្មោះនិងលេខសម្ងាត់ហើយខ្ញុំវាបានផ្ញើជា message ទៅក្នុង Gmail របស់ខ្ញុំដូច្នេះយើង confirm នៅក្នុង email យើងម្ដងទៀតយើងនឹងបង្កើតបានជា account របស់ខ្ញុំនេះ account របស់ខ្ញុំបង្កើតហើយដូច្នេះដើម្បីចាប់ផ្ដើមយើងនៅក្នុង Kobo Toolbox នេះយើងនៅខាងឆ្វេងដៃមានពាក្យ new នេះយើងចុច new មកហើយយើងមានជា template យើងប្រើ template តែបើអត់មានទេគឺថាយើងចាប់ផ្ដើមកសាងឬបង្កើតកម្រងសំណួរពីដំបូងទីតែម្ដងបានថា from scratch build from scratch កើតសំណួរពីដំបូងតែម្ដងបើថាពីទទេសុទ្ធតែម្ដងយើងចូលមកហើយយើងអាចដាក់ឈ្មោះគម្រោងស្រាវជ្រាវឬគម្រោងចុះប្រមូលទិន្នន័យរបស់យើងឧបមាថាយើងនិយាយអំពី fish monitoring ឧបមាអញ្ចឹងណា fish monitoring in ស្ទឹងត្រែង Mekong River បាទអញ្ចឹងដាក់ឈ្មោះទៅបានដែរហើយយើងពណ៌នា sorry បាទសម្រាប់ fish fishery monitoring questionnaire in ស្ទឹងត្រែងយើងអាចសរសេរជាខ្មែរក៏បានបានន័យថាវាធ្វើអាចធ្វើការនៅក្នុងជាខ្មែរក៏បានឬអាចប្ដូរវាការសិក្សាពីប្រភេទត្រីនិងព្រៃលិចទឹកឧបមាណាព្រៃលិចទឹកក្នុងនៅខេត្តផ្សេងផ្សេងបាទចេះអាចរៀបរាប់ description យើងរៀបរាប់ពីគម្រោងរបស់យើងហ្នឹងមានអីខ្លះយើងអាចសរសេរទៅហើយយើងសរសេរហើយយើងដាក់ create project ហើយគេឲ្យ select បាទនៅក្នុងយើងស្ថិតនៅក្នុងវិស័យណាដែលវិស័យអប់រំនៅប្រទេសណានៅប្រទេសខ្មែរ Cambodia បាទហើយ create project អញ្ចឹងថ្មីតែម្ដងអញ្ចឹងយើងមុនដំបូងនេះយើងបង្កើតកម្រងជាសំណួរថា add question add question នៅក្នុង add question ហ្នឹងយើងមានជម្រើសច្រើនយើងអាចសរសេរជាអក្សរបើថាយើងដាក់ជានេះចំណងសំណួរទី1 question 1មុនដំបូងយើងអាចដាក់ជាចំណងជើងថាបាទ
ការសិក្សាព្រៃនិងព្រៃលិចទឹកបាទខេត្តស្ទឹងត្រែងទៅយើងអាច copy លើមកបានដែរដាក់នៅក្នុងនោះសំណួរទី1តោះមកយើងបន្ថែមហ្នឹងវាជាចំណងជើងសំណួរតោះមកយើងអាចបន្ថែមសំណួរទៀតយើងអាចដាក់ប្រភេទ text ក៏ដែរថាជាអក្សរយើងនិយាយអំពីឈ្មោះទីកន្លែងឈ្មោះអ្នកសម្ភាសឈ្មោះអ្នកសម្ភាសអូខេឈ្មោះអ្នកសម្ភាសសំណួរបញ្ជីសំណួរឈ្មោះអ្នកឆ្លើយយើងអាចដាក់ប្រភេទទៀតដែរថាឈ្មោះអ្នកឆ្លើយឈ្មោះអ្នកឆ្លើយអញ្ចឹងទៅបាទប្រភេទមុខរបរអាយុប្រភេទមុខរបរដាក់ text ក៏ដែរប្រភេទមុខរបរអាយុភេទសិនណាភេទបាទភេទបាទដោយសារវាជាប្រភេទចម្លើយរើសណាវាអាចយ៉ាងកាន់ចម្លើយរើសអាយុទីលំនៅនឹងដូរជាប្រភេទសំណួរចម្លើយរើសវិញបាទយកចោលហើយយើងអាចថែមថានេះគឺប្រភេទ select many selection multiple selection select many អឺភេទចឹងភេទប្រុសស្រីហើយប្រភេទសំណួរជើងរើសថែមសំណួរទៀតទីលំនៅបច្ចុប្បន្នបាទបច្ចុប្បន្ននេះបច្ចុប្បន្នវាអំពីទីតាំងទីកន្លែងយើងអាចដាក់ជាផែនទី point វានៅបច្ចុប្បន្នជាផែនទីបែរថានៅពេលយើងចុះទៅយើងអាចកំណត់ទីតាំងរបស់គាត់នៅភូមិណាបើសិនជាទូរស័ព្ទរបស់យើងមានអ៊ីនធឺណិតអញ្ចឹងវាចាប់ទីតាំង coordinate system HYX ឲ្យយើងបានដែរបាទបន្ទាប់មកយើងคลิกវាតកតងទៅនឹងការបច្ឆេទសម្ភាសការបរិច្ឆេទថ្ងៃសម្ភាសណាការបច្ឆេទថ្ងៃសម្ភាសបច្ឆេទថ្ងៃសម្ភាសថ្ងៃសម្ភាសអញ្ចឹងយើងអាចដាក់ថ្ងៃខែនេះអ្នក date and time នេះបាទដាក់ថ្ងៃសម្ភាសអញ្ចឹងកន្លែងហ្នឹងយើងអាចមូលទៅលើដោយសារវានិយាយពីបាទនិយាយអំពីការបច្ឆេទអញ្ចឹងយើងអាចចូលសំណួរបន្តមកទៀតនិយាយអំពីទំហំត្រីឧបមាថាយើងនិយាយសិក្សាពីត្រីអញ្ចឹងយើងយកពីទំហំត្រីបាទទំហំត្រីណាសំណួរហ្នឹងយើងនិយាយអំពីទំហំត្រីប្រភេទត្រីប្រភេទត្រីចូលកំណត់ប្រភេទចូលជ្រើសរើសយើងអាចនិយាយថាចូលជ្រើសរើសហ្នឹងវានៅខាងក្រោមហ្នឹងបែរថាយើងអាចបញ្យល់បន្ថែមតែប្រភេទត្រីយើងចង់សួរពីអីថាចូលពិនិត្យនិងកំណត់ឈ្មោះត្រីតាមអ្នកភូមិនិងឈ្មោះវិទ្យាសាស្ត្រឈ្មោះវិទ្យាសាស្ត្រ
ចឹងណាវាអាច save បញ្ចូលចឹងមកថាប្រភេទត្រីសុកានេះឧទាហរណ៍ណាត្រីស្រកាត្រីស្រកាត្រីអត់ស្រកាចឹងទៅត្រីអត់ស្រកាបាទត្រីស្រកាត្រីអត់ស្រកាឧទាហរណ៍ប្រភេទត្រីនេះមួយទៀតសំណួរមួយទៀតហ្នឹងនឹងកុំដាក់តែយើងថាតើតើនឹងត្រីស្រកាត្រីអត់ស្រកាហ្នឹងតែសំណួរទៀតយើងនិយាយអំពីឈ្មោះវិទ្យាសាស្ត្រចូលកំណត់ឈ្មោះវិទ្យាសាស្ត្រសរសេរជាអក្សរបាទជំនាញវិទ្យាសាស្ត្រសរសេរជាអក្សរមកជាអក្សរមួយទៀតយើងអាចចូលថតរូបចឹងឡើងចូលថតរូបនេះយើងយករូបភាពនេះថតរូបវាមានជារូបភាពឬមានវាជាវីដេអូចឹងយើងយកជារូបភាពយើងអាចជើហ្វូតូនេះមកបាទចឹងទៅពេលដែលយើងទៅដល់វានឹងថតរូបឲ្យយើងអាចថតរូបបានតមកទៀតសម្រួលតមកទៀតសួរតាក់ទងទៅនឹងលក្ខណៈរៀបរាប់ពីលក្ខណៈរៀបរាប់ពីទំហំត្រីបាទទំហំត្រីវាមានជម្រើសច្រើនអញ្ចឹងយើងអាច select menu ត្រីតូចជាង10សង់ទីម៉ែត្របានណាធំជាងត្រីធំជាង10សង់ទីម៉ែត្របាទ10សង់ទីម៉ែត្រត្រីមានទំហំពី10ទៅ30ប្រហែលដែរទៅ30សង់ទីម៉ែត្រចឹងយើងអាចបន្ថែមคลิกទៀតត្រីមានទំហំធំជាង30សង់ទីម៉ែត្រឧបមាបាទនេះឧបមាជាសំណួរយើងសួរអញ្ចឹងណាតមកទៀតយើងបន្ថែមសំណួរតាក់ទងទៅនឹងសំឡេងបាទសំឡេងបើថាយើងចង់ចូលថតសំឡេងរៀបរាប់ទិដ្ឋភាពជាក់ស្ដែងពីលក្ខណៈរៀបរាប់ពីទិដ្ឋភាពជាក់ស្ដែងពីស្ថានភាពត្រីចឹងគាត់ដល់កន្លែងហ្នឹងគាត់អាចថតសំឡេងមកគាត់បាទជាហោហាងអញ្ចឹងទៅអញ្ចឹងយើងអាចនៅសំណួររបស់យើងមានច្រើនតទៀតគាត់ថានេះជាឧទាហរណ៍ថាជាសំណួរខ្លះអញ្ចឹងយើងអាចដាក់សំណួរលេខសំណួរមកសំណួរទី1អ្នកទាំងពីរសំណួរទី2យើងអាចចាប់ផ្ដើមអញ្ចឹងទៅសំណួរទី3ទី4ទី5ទៅមកអញ្ចឹងវាមានសំណួរច្រើនក្នុងហ្នឹងណាភាពសំណួរទី4បាទទីលំនៅសំណួរទីសំណួរទី5ទៀតត្រីសំណួរទី6ឧទាហរណ៍6ចូលគំនិតសំណួរទី7ថតរូបសំណួរទី8ទំហំត្រីសំណួរទី9ចូលថតលេងសំណួរទី10ឧបមាបាទអញ្ចឹងយើង save មកហើយយើងអាចពិនិត្យមើលជាសំណួរយើងជាទម្រង់បាទនៅពេលយើង save យើងគិតមើលទម្រង់របស់យើងនេះគឺជាសំណួរយើងបានបង្កើតមកគឺសរសើរពេទ្យត្រីអាចសន្ត្រៃនេះយើងអាចបាច់ដាក់ក៏បានដោយសារវាមានចំណងជើងរួចហើយកបខ្សែបច្ឆាឈ្មោះសម្ភារឈ្មោះឆ្លើយពាក្យស្ដីទីកន្លែងបាទយើងคลิกលើហ្នឹងវាមានចេញឲ្យយើងទីតាំងភូមិសាស្ត្រជាក់ស្ដែងបាទយើងនិយាយថាស្ទឹងត្រែង5សាចូលមកចុចលើហ្នឹងមកចេញ coordinate ឲ្យយើង attitude ពេទ្យត្រីបាទអាចคลิกនេះអាចคลิกតែមួយទៅល្អប្រភេទត្រីនេះពីពណ៌នេះអាចវាយបញ្ចូលថតរូប
យើងអាចថតថ្ងៃតូចធំជាងមើលយកតែមួយទេនេះហើយថតសំឡេងបាទ validate អញ្ចឹងនៅពេលដែលយើងជីសំណួរនេះនៅពេលយើងបង្កើតសំណួរអស់វាអាចច្រើនជាងនឹងបាទអាច10ទំព័រឬក៏20ទំព័រតាមសំណួរតិចសំណួរច្រើននៅពេលយើងធ្វើហើយយើងអាចចូលមក project របស់យើងវិញនៅកន្លែងនេះបាទយើងคลิกលើហ្នឹងហើយយើងអាចdeploy deploy មួយ draft មួយបាទនេះនៅក្នុងយើងវាយពាក្យនៅក្នុងខាងឆ្វេងដៃនេះនៅក្នុង draft នេះយើងអាចមើលខាងស្ដាំគេដាក់ថា deploy បាទថាកាលណាយើង deploy បាទថាយើងធ្វើជាសំណួររួចរាល់ហើយអញ្ចឹងយើងចង់បញ្ជូនឲ្យក្រុមសិក្សាអ្នកចូលទៅប្រមូលទិន្នន័យហ្នឹងគាត់យកទៅប្រមូលបានទៅតាមទូរស័ព្ទក៏បានទៅតាម iPad ក៏បានអញ្ចឹងយក deploy មកបាទ deploy មកអញ្ចឹងយើងមើលក្នុងនេះមាន deploy មាន2ដោយសារខ្ញុំបង្កើតសំណួរ2អញ្ចឹងមាន2អញ្ចឹងយើងអាច allow submission នៅក្នុងពេលចាក់ស្ដែងយើងអាច copy offline online បាទ offline online modify submission យើង copy link ហ្នឹងមកយើងអាច share តាម Telegram របស់យើងក៏បានតាម Telegram របស់យើងចឹងយើងបាន link នេះយើងចែកឲ្យក្រុមការងាររបស់យើងយកទៅចូលទិន្នន័យបាទនេះគឺជាសំណួរដែលយើងអាចកើតបានដែលយើងបានបង្កើតនៅការសិក្សាប្រភេទត្រីការសង្ត្រែងបាទមានសំណួរជាច្រើននៅក្នុងនោះអញ្ចឹងនេះគឺជាការបង្កើតCombo Toolbox ជាសំណួរនៅក្នុង Combo Toolbox ហើយនៅក្នុងទូរស័ព្ទនៅពេលដែលយើងអត់មានអ៊ីនធឺណិតក៏យើងអាចបញ្ចូលសិនដែរអញ្ចឹងនៅក្នុងទូរស័ព្ទក៏ដោយនៅក្នុង iPad ក៏ដោយកាលណាយើងបំពេញហើយយើងអាចថាទុកនៅក្នុងទូរស័ព្ទសិននៅពេលដែលទៅដល់កន្លែងដែលមានអ៊ីនធឺណិតយើងអាច submit បាទយើងអាចបញ្ជូនទិន្នន័យហ្នឹងមកក្នុង system អ្នកដែលបង្កើតបញ្ជីសំណួរហ្នឹងវារត់ចូលក្នុង account អ្នកបង្កើតបញ្ជីសំណួរហ្នឹងអ្នកដែលកាន់ទិន្នន័យហ្នឹងបាទគាត់មានអ្នកចាត់ចែងមើលទិន្នន័យជាអ្នក approve ទៅលើទិន្នន័យជាដើមយល់ព្រមឬក៏ឲ្យកែតម្រូវអីទិន្នន័យផ្សេងគឺអ្នកដែលបង្កើតអ្នកគ្រប់គ្រងទិន្នន័យនឹងម្នាក់ទៀតអ្នកប្រមូលទិន្នន័យគាត់យកទម្រង់នេះយកទៅប្រមូលទិន្នន័យសម្ភារតាមគ្រួសារពេលដែលបានមកគឺយើងជាអ្នកគ្រប់គ្រងទិន្នន័យនេះយើងអាចឆែកមើលគាត់cóទិន្នន័យខ្លះឬក៏មានទិន្នន័យអីដែលវាមិនសមស្របវាច្រើនពេកវាតិចពេកចំនួនតិចពេកចំនួនច្រើនពេកអីជាដើមឬក៏ទិន្នន័យខ្វះចន្លោះត្រង់ណាអញ្ចឹងអ្នកត្រួតពិនិត្យនៅចាំអង្គុយមើលនៅក្នុងកុំព្យូទ័រគាត់នៅពេលដែលគាត់ submit មកបាទហើយយើងអាចនៅក្នុងទូរស័ព្ទរបស់យើងអាចដាក់នៅក្នុងកន្លែងនេះដាក់ save to screen ក្នុងទូរស័ព្ទរបស់យើងអាចបង្កើតទៅជា icon របស់ Combo Toolbox ដោយយើងវាយក្នុង Google ក្នុងតាមវិស័យឋានទៅយើងមាន add to home screen មួយបាទនៅក្នុងទូរស័ព្ទយើងមួយមានពាក្យនៅក្នុងត្រី3នេះក្នុងយើងវាយក្នុង Google បាទក្នុង Google search ហ្នឹងយើងនៅក្នុងទូរស័ព្ទបាទនៅត្រង់ត្រី3នេះវាមាន add home screen នៅកាលណាយើង add home screen ទៅវាចេញជា icon មួយនៅលើទូរស័ព្ទរបស់យើងបាទអញ្ចឹងយើងអាចចុចទៅលើ icon ហ្នឹងទៅដូចជា app មួយយ៉ាងដែរក្នុងទូរស័ព្ទយើងអាចប្រមូលទិន្នន័យបានតាម iPad ឬក៏ទូរស័ព្ទក៏បានដែរនេះគឺជាការសង្ខេបទូទាត់បាទសូមអរគុណ